សូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី Celeb Spicy Talk ចានៅក្នុងវគ្គនេះយើងក៏មានសំណួរជាច្រើនសួរទៅកាន់ Goofy ពាក់ព័ន្ធនឹងរឿងដែលបានទៅតែកាត់ឡើងអីអញ្ចឹងណាហ្នឹងហើយដោយដែលបានដឹងហើយថាយ៉ាងមុនដំបូងគឺអបអរសាទរដែលបងអូនបានទទួលនៅសមាជិកថ្មីដែលខ្ជូតគួរអីស្រឡាញ់ពួកអីខ្ញុំអាសាតាមដានមើល TikTok គេក៏ខ្ញុំឃើញក្មេងខ្ញុំស្រឡាញ់ក្មេងដែរអញ្ចឹងទៅចូលចិត្តមើលលោកបានសមាជិកថ្មីប៉ុន្តែស្របពេលហ្នឹងដែរក៏មានមតិរិះគន់ច្រើនថាយើងក្មេងណាហេតុអីក៏ប្រញាប់យកកូនម៉េះយកកូនហ្នឹងអត់ទាន់រៀបការឬអីវាទៅគឺមានការវែកញែកច្រើនរហូតទៅដល់តែយាបង Goofy បានចេញមកគ្នាចេញបកស្រាយទាំងសរសៃខ្ចីអីចឹងទៅសម្រាប់អូនតើអូនមានអារម្មណ៍បែបណាហើយមានមតិអីខ្លះចំពោះរឿងដែលបានកើតឡើងខ្ញុំមានអារម្មណ៍ថាគឺថាក្មេង Goofy អាយុប៉ុន្មានហើយខ្ញុំ25ហើយខ្ញុំនៅក្មេងទៀតខ្ញុំ25ហើយហ្នឹងថាខ្ញុំនៅក្មេងក៏បានដែរតែសារអីខ្ញុំអត់អាចធ្វើជាឪពុកចោលមួយទៀតបានទេពេលដែលខ្ញុំនិយាយមួយម៉ាត់ឲ្យគាត់ថាយើងនៅជាមួយគ្នាយើងមានកូនហើយខ្ញុំអត់អាចដេញឲ្យគាត់ទៅអូនបងអត់ចង់បានកូនហ្នឹងខ្ញុំអត់អាចនិយាយចឹងបានទេអញ្ចឹងខ្ញុំអាយុប៉ុណ្្នេះហើយខ្ញុំត្រូវធ្វើអីក៏ដោយខ្ញុំត្រូវធ្វើជាប្តីគេខ្ញុំធ្វើឲ្យមានទំនួលខុសត្រូវខ្ញុំអត់អាចទៅនិយាយមួយម៉ាត់ថាលីលើភ្លីភ្លើដើរទៅធ្វើរឿងអត់ប្រយោជន៍អញ្ចឹងទេអញ្ចឹងខ្ញុំសប្បាយចិត្តនៅសមិទ្ធផលដែលខ្ញុំទទួលបានហ្នឹងហើយហើយខ្ញុំនិយាយមួយភ័ក្រនិយាយខ្ញុំដូចគ្នាថាទោះយើងបានការមួយក៏ដោយអូនសំខាន់យើងអាចរកលុយបានសម្រាប់បង្កើតកូនអានេះវាជាសុភមង្គលពិតហើយព្រោះយើងអត់អាចទប់គ្នាចោលបានទេទោះយើងអត់បានការក៏ដោយខ្ញុំចង់និយាយថាខ្ញុំមានសមត្ថភាពដើម្បីបង្កើតកូនបានអញ្ចឹងខ្ញុំក៏អាចរកលុយបានទៀតសមត្ថភាពខ្ញុំទៀតមើលថែកូនបាទមើលថែកូនហើយខ្ញុំអាចរៀបពិធីការរបស់ពួកខ្ញុំបានទៀតហ្នឹងហើយឥឡូវចាខ្ញុំមានកូនប៉ុណ្ណឹងខ្ញុំអាចឲ្យកូនខ្ញុំកើតពេទ្យប៉ុណ្នេះបានខ្ញុំនៅមានពាក្យរិះគន់ហើយចោះបើសិនជាឧទាហរណ៍ថាខ្ញុំការវាតែងតែមានពាក្យមកនិយាយទៀតហើយអត់ទាន់ដឹងអីរងការបាត់បែរឃើញអត់អញ្ចឹងយើងអាចផ្គប់ចិត្តអ្នកណាគេបានទេអញ្ចឹងវាពិបាកត្រង់ហ្នឹងអាចនិយាយថាមើលទៅក៏វាក្មេងប៉ុន្តែគេហៅថាមានទំនួលខុសត្រូវខ្ពស់ក្នុងការទទួលខុសត្រូវនៅគ្រួសារតូចមួយដែលមានសុភមង្គលអញ្ចឹងពីបងទៅជូនពរឲ្យអូនជោគជ័យហើយក៏ដូចជាអបអរសាទរដូចមិញអញ្ចឹងហ្នឹងហើយគេកុំគិតច្រើនរឿងខ្លះវាពិបាកដូចអូននិយាយអញ្ចឹងពិបាកគប់ចិត្តគេមែនទេបងណោមយើងបាទពេលខ្លះវាយើងអ្នកអត់នៅក្នុងយើងទេចិត្តយើងទេបាទអ្នកផ្សេងអត់បានដឹងថារឿងរ៉ាវក្នុងជីវិតរបស់យើងគឺយ៉ាងម៉េចទេប៉ុន្តែសម្រាប់ខ្ញុំនៅតែលើកទឹកចិត្តដោយសារអីទោះបីយើងមិនបានរៀបចំកម្មវិធីអីឲ្យមានការដឹងឮក្រឹកក្រែងប៉ុន្តែទំនួលខុសត្រូវរបស់យើងមាននេះអ្វីដែលមនុស្សស្រីចង់បានខ្ញុំអាចនិយាយបានថាពួកខ្ញុំអត់ទាន់បានរៀបចំខ្លួនទាំងប្តីទាំងប្រពន្ធស្រួលបួរទេតែកូនខ្ញុំអាចរៀបចំឲ្យគាត់ស្រួលបួរបានចុះជាមួយនឹងអ្នកផ្ទះវិញគ្រួសារវិញគាត់យល់យ៉ាងម៉េចដែរចំពោះគូជីវិតរបស់បងអ្នកផ្ទះខ្ញុំទាំងខាងម៉ាក់ប៉ាខ្ញុំទាំងខាងម៉ាក់ប៉ាប្រពន្ធខ្ញុំគឺគាត់សិតតែអាប់រូទាំងអស់ហើយដោយសារអីពួកខ្ញុំសិតតែមានការងារមួយសម្រាប់ខ្លួនឯងក្នុងដៃអស់ហើយប្រពន្ធខ្ញុំនោះគាត់ផ្នែកលក់ហ្នឹងហើយខ្ញុំរកតាមចម្រៀងនិងសិល្បៈអីចឹងអញ្ចឹងពួកខ្ញុំក៏អាចដឹងដៃដឹងជើងបានដែរហើយណាមួយទៀតពួកខ្ញុំក៏ស្រឡាញ់គ្នាយូរមកដែរហើយក៏បានស្គាល់គ្នាចិត្តស្និទ្ធជាមួយគ្រួសារគ្នាទៅវិញទៅមកអញ្ចឹងបាទហើយពួកគាត់ទុកចិត្តយើងដែរពួកគាត់ចិត្តយើងដឹងថាប៉ាម៉ាក់គាត់ដឹងថាខ្ញុំស្រឡាញ់កូនរបស់គាត់ប្រពន្ធណាហើយប៉ាម៉ាក់ខ្ញុំក៏ដឹងថាប្រពន្ធខ្ញុំមើលថែខ្ញុំបានកម្រិតណាដែរអញ្ចឹងបាទចុះធ្លាប់បានទទួលពាក្យអីពីពួកគាត់ទេគាត់ធ្លាប់មានអីជាដំបូងមានផ្ដល់លើកទឹកចិត្តឬក៏បាទគាត់ផ្ដល់ច្រើនគាត់ថាខ្លួនឯងមិនមានតែប៉ុណ្្នឹងឯនៅតទៅមុខទៀតអញ្ចឹងធ្វើមិនក៏ដោយត្រូវចាប់ដៃគ្នាឆ្លោះគ្នាតិចតួចអីកុំបែកបាក់គ្នាអញ្ចឹងគាត់តែផ្ដល់ដំបូងមានល្អឲ្យអញ្ចឹងតែគាត់អត់ដែរមានបញ្ហាតោះតែងរឿងគូពួកខ្ញុំអីទេគាត់អត់ដែរទេគាត់បាទចង់មានន័យថាគ្រួសារទាំងសងខាងគាត់ក៏ support នៅការសម្រេចចិត្តរបស់កូនដែលស្រឡាញ់គ្នាដែលសម្រេចថានឹងបន្តតាណាទៅមុខទៀតព្រោះធម្មតាម៉ាក់ប៉ាតែឃើញកូនមានសុភមង្គលគាត់ក៏មានសុភមង្គលដែរគាត់អត់ទៀមទាអញ្ចឹងបើគ្រួសារគេសប្បាយចិត្តនឹងទទួលយកអ្វីទាំងអស់ហ្នឹងខ្ញុំគិតថាមតិមហាជនមួយចំនួនក៏គួរតែកាត់បន្ថយដែរហ្នឹងហើយព្រោះដោយសារតែធម្មតាគេហ៊ានបញ្ចេញប៉ុណ្ណឹងគេមានទំនួលខុសត្រូវក្នុងជីវិតរបស់គេមែនអត់ប៉ុណ្ណោះបានគេហ៊ានបញ្ចេញឲ្យអ្នកទាំងអស់គ្នាបានឃើញបើគេអត់ទេគេលាក់ចិត្តបាត់ហើយមែនអត់ប៉ុណ្ណោះចុះប្រព័ន្ធជាមួយនឹងរឿងថ្មីនេះកំពុងតែផ្ទុះហើយនឹងក្តៅកគុកតែម្ដងប្រព័ន្ធជាមួយនឹងយើងមាន
បញ្ហាមួយលុយកាក់ជាមួយគេ នឹងបង រឿងហ្នឹងមិនវិញ ខ្ញុំក៏ចង់និយាយបញ្ហាហ្នឹងទៅប្រាប់មហាជនទាំងអស់គ្នា ចង់ បាន ដែរ ដូចគ្នា ឥឡូវបកស្រាយពេលកាន់តែច្បាស់ហ្មង ដោយសារតែខ្ញុំរំពឹងពេក បាទ មនុស្សខ្ញុំចូលចិត្តរំពឹងពេកខ្ញុំរំពឹងថាខ្ញុំបានលុយពីខាងនេះមកខ្ញុំតែវាអត់ទាន់ដល់ថ្ងៃអញ្ចឹងទៅវាគៀកដល់ថ្ងៃកើតកូនមែនតើអញ្ចឹងទៅខ្ញុំអត់អាចត្រូវចាំបានទៀតទេអញ្ចឹងខ្ញុំត្រូវរត់រដើម្បីកូនខ្ញុំបងខ្ញុំអត់អាចមើលកូនខ្ញុំកើតមកអត់មានអបាយអវ៉ាន់កើតទេហើយខ្ញុំទិញអបាយអវ៉ាន់កូនសម្រាប់ហ្នឹងចំនួនមួយអាទិត្យគេត្រូវទិញយូរហើយបងតែខ្ញុំមួយអាទិត្យហើយបានខ្ញុំទិញកូនចិត្តកើតហើយបានខ្ញុំទិញអញ្ចឹង ហ្នឹងហើយ ដូចថាខ្ញុំទិញថ្ងៃហ្នឹងមួយអាទិត្យក្រោយកូនត្រូវសម្រាប់អញ្ចឹង បាទ នឹងវាបាក់ត្រង់ហ្នឹងអញ្ចឹងខ្ញុំអត់អាចធ្វើអីបានទេអញ្ចឹងក៏ខ្ញុំមានគំនិតមួយថាខ្ញុំអាចខ្ចីគេបានខ្ញុំរំពឹងថាពេលដែលខ្ញុំបានលុយពីនោះមកខ្ញុំយកសងគេទាំងដែលខ្ញុំអត់មានបានលុយពីខាងហ្នឹងមកសោះហើយក៏ខ្ញុំខ្ចីពីអ្នកនេះ500ខ្ញុំខ្ចីពីអ្នកនោះ500ដើម្បីអីគួបផ្សំចូលគ្នាដើម្បីឲ្យវាគ្រប់ចំនួនលុយដែលខ្ញុំយកទៅត្រូវកើតកូនបាទអញ្ចឹងទៅហើយក៏វាចាប់ផ្ដើមកើនឡើងបំណុលក្នុងមួយថ្ងៃខ្ញុំត្រូវបង់គេ300 មួយថ្ងៃ បាទមួយថ្ងៃ300ហើយទាំងដែលយើងអត់មានការងារអីចូលមកសោះអ្នកខ្លះទៅខ្ញុំបង់គេចំនួនបានមួយខែជាងមួយខែលើសដើមដែលគេខ្ញុំខ្ចីគេទៀតអញ្ចឹងហើយអ្នកខ្លះទៅក៏អត់អ្នកខ្លះទៅវាមិនមែនថាខ្ញុំអត់បង់គេទេខ្ញុំបង់គេតែដូចអ្នកមានម្ចាស់បំណុលមួយចំនួនគាត់យល់ពីយើងគាត់យល់ពីយើងមែនតើបាទមែនថាឥឡូវខ្ញុំនិយាយពីបញ្ហាដែលខ្ញុំអត់ reply គេឥឡូវដូចមានម្ចាស់បំណុលម្នាក់គាត់ទេមកជេរខ្ញុំគាត់ទេមក deal គាត់ទេមកជេរអញ្ចឹងណាបាទទៅខ្ញុំចាប់ផ្ដើមកើតអារម្មណ៍មួយខ្ញុំភ័យខ្លាចហើយម្នាក់ទៀតគេទេមកខ្ញុំដែរតែកូនបំណងគេមិនមែនជេរមកជេរយើងទេគេទេមកសួរយើងអញ្ចឹងទៅខ្ញុំភ័យថាតាគេទេជេរមួយគេទេមកមួយទៀតជេរទៀតអញ្ចឹងខ្ញុំមកធានលើកខ្ញុំចាប់ផ្ដើមខ្ញុំភ័យខ្ញុំគិតថាខ្ញុំគួរត្រូវធ្វើអីបន្តខ្ញុំត្រូវហត់កិច្ចពីបញ្ហាហ្នឹងឬក៏ខ្ញុំត្រូវប្រឈមមុខនឹងបញ្ហាហ្នឹងខ្ញុំថាបើសិនជាគេខុសខ្ញុំតើខ្ញុំមានការងារអីធ្វើសម្រាប់ដើម្បីចិញ្ចឹមប្រពន្ធកូនខ្ញុំព្រោះវាជាគេឈ្មោះមួយដែរហ្នឹងហើយតែខ្ញុំគិតថាបើសិនជាខ្ញុំអាចឲ្យគេផុសខ្ញុំបានតើខ្ញុំត្រូវធ្វើអីទៀតដើម្បីតទៅមុខទៀតដើម្បីគុំច្រែងគ្រួសារតូចរបស់ខ្ញុំអញ្ចឹងទៅខ្ញុំប្រឈមមុខដើម្បីនិយាយមួយគេតែខ្ញុំប្រឈមមុខហ្នឹងនៅពេលដែលគេផុសខ្ញុំហើយអញ្ចឹងទៅតែពួកគាត់យល់ពីខ្ញុំដូចគ្នាគាត់យល់ពីខ្ញុំដូចគ្នាខ្ញុំប្រាប់ពីបញ្ហាខ្ញុំប្រាប់ពីអ្វីដែលគាត់ទេមកផ្ទួនគ្នាហ្នឹងខ្ញុំប្រាប់ពីបញ្ហាគាត់ទៅគាត់យកយល់ហើយអ្នកខ្លះទៅក៏គាត់ឲ្យយើងបងតែដើមដែលគាត់ឲ្យយើងប្រហែលហ្នឹងគាត់ឲ្យយើងតែប៉ុណ្្នឹងបដោះគាត់ចឹងទៅតែអ្នកខ្លះទៀតគេគិតការដូចថាឥឡូវជាងខ្ចីគេ300អញ្ចឹងថាដូចថាឥឡូវខ្ញុំថាបងថ្ងៃអញ្ចេះនេះបាទខ្ញុំមាន event មានអីអញ្ចឹងទៅគេគិតការដូចថាថ្ងៃហ្នឹងដូចថាឥឡូវឧទាហរណ៍ថាថ្ងៃ20ខ្ញុំមាន event បើជាម្ចាស់បំណុលយ៉ាងណាខ្ញុំថ្ងៃ20មាន event ឥឡូវថ្ងៃនេះថ្ងៃប៉ុន្មានថ្ងៃ7អញ្ចឹង300ហ្នឹងគេគិតបើឯងមួយថ្ងៃ24រៀលអញ្ចឹងដល់ថ្ងៃ20ហ្នឹងបើឯងគុណការឲ្យគេទៅហើយសងទាំងដើមឲ្យគេទៅអញ្ចឹងអូខេខ្ញុំមិនសូវយល់ពីអាហ្នឹងដែរទេខ្ញុំមិនសូវយល់ទេស្របពេលនៅក្នុងកំឡុងពេលដែល Goofy បបាក៏យើងមើលឃើញថាមានអ្នករួមសិល្បៈខ្លះអ្នកស្គាល់យើងខ្លះគាត់ក៏បានជួយ Goofy តិចតួចអីអញ្ចឹងសម្រាប់ខ្លួនឯងមានអារម្មណ៍មិនដែរសម្រាប់ពួកគាត់ដែលមកជួយយើងនៅក្នុងពេលដែលបបាខ្ញុំមានអារម្មណ៍ថាខ្ញុំកើតជានេះខ្ញុំចូលវិស័យនេះគឺខ្ញុំអត់ខកបំណងទេប្រៀបថាមិនថាមនុស្សខ្លះដូចគ្នាទាំងអស់ទេមានមនុស្សខ្លះក៏ល្អមានមនុស្សខ្លះក៏អាក្រក់តែមនុស្សអាក្រក់ហ្នឹងក៏មិនមែនអាក្រក់ខ្លាំងតែខ្ញុំអរគុណបងដែលបានជួយខ្ញុំមែនតើហើយបងខ្ញុំអត់ភ្លេចអ្នកណាគេទាំងអស់អត់ភ្លេចអ្នកណាគេទាំងអស់អ្នកដែលបានជួយខ្ញុំជិបបំណុលយើងហ្នឹងឥឡូវនេះមានចំនួនខ្លះទៅយើងខ្ញុំបានស្ដាច់គេខ្លះទៅខ្ញុំបានអ្នកខ្លះទៀតទៅតអញ្ចឹងហើយក៏ខ្ញុំអរគុណដល់បងម្ចាស់ផាប់អីដែលបានអញ្ជើញខ្ញុំទៅ perform អីដែរអញ្ចឹងបាទអញ្ចឹងទៅខ្ញុំបានលុយពី perform ហ្នឹងទៅខ្ញុំយកសម្រាប់ដោះខ្លះខ្ញុំយកដូចថាដោះ50% ទៀតសម្រាប់ទុកឲ្យកូនអញ្ចឹងដោយសារយើងបញ្ហានេះកើតឡើងដោយសារតែយើងមានទំនួលខុសត្រូវបាទ
ខ្ចីគេដើម្បីយកមកទំនួលខុសត្រូវរបស់គ្រួសារ បាទ អញ្ចឹងក៏មានការ នេះហើយណាមួយទៀតមិនកំហុសខាងបងម្ចាស់ណោះទេ បាទ អានេះវាជាកំហុសយើងដែរដោយសារតែខ្ញុំរំពឹងអាមនុស្សរំពឹងហ៎ បាទ យើងដូចថាយើងមាន sponsor មួយចឹងយើងរំពឹងអាហ្នឹងហើយយើងអាចកាត់ពីអីទៀតទេរំពឹងអាហ្នឹងហើយដឹងឲ្យបានលុយវាអាហ្នឹងមកយើងយកសងគេទាំងដែរយើងអត់មានបានទេសោះ បាទ អញ្ចឹងបងមានសំណួរចុងក្រោយមួយក្នុង break នេះចង់សួរទៅកាន់ Goofy ដោយសារតែឥឡូវហ្នឹងនិយាយទៅវិស័យ rapper គឺកាន់តែមានច្រើនការប្រកួតក៏កាន់តែមានច្រើនហើយប្រាក់រង្វាន់ហ្នឹងក៏ច្រើនដែរសម្រាប់អូនតមានកំណត់ថាអូចង់ត្រឡប់ទៅសាជាថ្មីប្រកួតយកលេខ1ដើម្បីបានពានរង្វាន់ហ្នឹងមកដោះស្រាយបញ្ហាអត់ ខ្ញុំចង់មើលគេប្រឡងម្ដងបងខ្ញុំចង់មើលគេប្រឡងម្ដងព្រោះថាខ្ញុំចង់ដឹងថានៅស្រុកខ្មែរយើងអ្នកមានសមត្ថភាពច្រើនប៉ុណ្ណាអញ្ចឹងទៅហើយអ្នកដែលគេលំបាកដូចខ្ញុំមានច្រើនអត់អញ្ចឹងទៅ អូខេ ហ្នឹងហើយហើយខ្ញុំមិនប្រកាសថាខ្ញុំទៅដល់ខ្ញុំបានពានអត់ទេខ្ញុំអត់ប្រកាសទេខ្ញុំដឹងតែមួយយ៉ាងថាមានអ្នកខ្លាំងច្រើនតែគេលាក់មុខឥឡូវនេះប្រហែលជាគេបញ្ចេញមកហើយ ចឹងនៅក្នុងវគ្គនេះយើងបានដឹងជាបន្តពីបញ្ហារកម្មរកបញ្ហាផ្សេងដែលយើងនិយាយរសើបពី Goofy ថារឿងបញ្ហាអំណុលអីផ្សេងចឹងទៅអញ្ចឹងនៅវគ្គក្រោយយើងនឹងដឹងបន្តទៀតឲ្យកាន់តែច្បាស់ពី Goofy ដើម្បីអ្នកខ្លះអីគាត់ទៅតាមដានអីចុះគាត់ចាប់ផ្ដើម support Goofy ពីឥឡូវដូច្នេះពីកម្មវិធីអនុញ្ញាតសម្រាប់បន្តិចសិនជួបគ្នានៅវគ្គក្រោយ